ฉบับเพิ่นรัตนะ B2B Cambodia នេះគឺជាបច្ចុប្បន្នភាពទីផ្សារសម្រាប់ថ្ងៃទី24ខែមិថុនាឆ្នាំ2025សន្ទុះផ្សារមូលបត្រកម្ពុជាបានថ្លៃចុះ 0.63 ពិន្ទុឬ 0.15% បិទផ្សារនៅ409.33 ទំហំជួញដូរសរុបបានកើនឡើងដោយមានភាគហ៊ុនប្រមាណ 177,819 ភាគហ៊ុនបានផ្លាស់ប្ដូរដៃក្នុងតម្លៃសរុប663លានរៀលឬជាង $167,000 អាមេរិកនៅលើផ្សារគោលភាគហ៊ុនចំនួន3បានកើនឡើងនៅមុខទីផ្សារគឺ Hashtag Cambodia កើនឡើង 0.75% ឬ20រៀលដល់ 2,670 រៀលក្នុងភាគហ៊ុនបន្តមកគឺកំពង់ផែស្វយ័តក្រុងប្រស័យនោះកើនឡើង 0.16% ឬ20រៀលដល់ 12,320 រៀលក្នុងភាគហ៊ុនចំណែកកំពង់ផែស្វយ័តភ្នំពេញក៏បានកើនឡើង20រៀលដល់ 13,640 រៀលក្នុងភាគហ៊ុនផងដែរចំណែកការធ្លាក់ចុះវិញនៃចាញ់ច្រើនបំផុតនៅថ្ងៃនេះគឺ Grand Twin International ធ្លាក់ចុះ 3.61% ឬ300រៀលមកត្រឹម 8,000 រៀលក្នុងភាគហ៊ុនតាមពីក្រោយដោយធនាគារ Asia ធ្លាក់ចុះ 0.29% ឬ20រៀលមក 6,900 រៀលក្នុងភាគហ៊ុនដោយឡែករដ្ឋកតទឹកស្វយ័តក្រុងភ្នំពេញតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ Mainly Jeku Education និង Camp GSM នៅថេរដានៅលើផ្សារកំណើន DVD Engineering បានកើនឡើង 0.49% ឬ10រៀលដល់ 2,060 រៀលក្នុងភាគហ៊ុនខណៈជា Slant នៅថេរក្នុងតម្លៃ 2,790 រៀលក្នុងភាគហ៊ុនធនាគារ Asia ជាថ្មីម្ដងទៀតបង្កើតត្រានៅទំហំជួញដូរខ្ពស់បំផុតនៅថ្ងៃនេះជាមួយនឹងភាគហ៊ុន 63,558 បានផ្លាស់ប្ដូរដៃក្នុងតម្លៃសរុប 439.2 លានរៀលឬជាង $11,000 អាមេរិកគឺប្រមាណ 59% នៃទំហំជួញដូរសរុបនៅថ្ងៃអង្គារតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញនៅថ្ងៃនេះបង្កើតត្រានៅទំហំជួញដូរខ្ពស់បំផុតទី2ជាមួយនឹងភាគហ៊ុន 12,000 បានផ្លាស់ប្ដូរដៃក្នុងតម្លៃសរុប 25.2 លានរៀលឬជាង $6,300 អាមេរិកគឺប្រមាណ 11% នៃទំហំជួញដូរសរុបនៅថ្ងៃទី24ខែមិថុនាបន្តទៅអត្រាប្តូរប្រាក់វិញប្រាក់រៀលទៅដុល្លារអាមេរិកនៅថេរជួញដូរនៅ 4,009 រៀលក្នុង$1ខណៈសន្ទុះប្រាក់ដុល្លារអាមេរិកបានធ្លាក់ចុះបន្តិចមក 98.14 មកមើលតម្លៃទំនិញសកលវិញតម្លៃប្រេងបានធ្លាក់ចុះទាបបំផុតក្នុងរយៈពេល2សប្តាហ៍នៅថ្ងៃអង្គារគឺបន្ទាប់ពីអ៊ីស្រាអែលបានយល់ព្រមលើសំណើរបស់ប្រធានាធិបតី Donald Trump សម្រាប់បទឈប់បាញ់ជាមួយនឹងអ៊ីរ៉ង់ដែលបានកាត់បន្ថយការព្រួយបារម្ភអំពីការរំខានដល់ការផ្គត់ផ្គង់ប្រេងនៅតំបន់មជ្ឈិមបូព៌ាដែលជាតំបន់ផលិតប្រេងដ៏សំខាន់មួយរបស់ពិភពលោកកិច្ចសន្យាអនាគតប្រេងឆៅព្រិនបានធ្លាក់ចុះ $3.82 ឬ 5.3% ជួញដូរនៅ $67.66 ក្នុង1បារ៉ែលប្រេងឆៅអាមេរិក West Texas Intermediate បានធ្លាក់ចុះ $3.75 ឬ 5.5% មកនៅត្រឹម $64.76 ក្នុង1បារ៉ែលតម្លៃមាសក៏បានធ្លាក់ចុះច្រើនជាង 1% ដល់កម្រិតទាបជិត2សប្តាហ៍នៅថ្ងៃអង្គារខណៈដែលហានិភ័យបានថយចុះបន្ទាប់ពីការប្រកាសបទឈប់បាញ់រវាងអ៊ីរ៉ង់និងអ៊ីស្រាអែលដែលបានកាត់បន្ថយតម្រូវការនៅទ្រព្យសម្បត្តិដែលមានសុវត្ថិភាព Spot Gold បានធ្លាក់ចុះ 1.4% មកនៅត្រឹម $3,319.84 ក្នុង1អោនដែលជាកម្រិតទាបបំផុតចាប់តាំងពីថ្ងៃទី11ខែមិថុនាអនាគតមាសអាមេរិកបានធ្លាក់ចុះ 1.7% មកនៅត្រឹម $3,335.50 ក្នុង1អោនអនាគតភាគហ៊ុនអាមេរិកវិញបានកើនឡើងនៅព្រឹកថ្ងៃអង្គារគឺបន្ទាប់ពីការប្រកាសរបស់ប្រធានាធិបតី Donald Trump អំពីបទឈប់បាញ់ដាចូលជាធរមានគិតត្រឹមម៉ោងបិទផ្សារនៅកម្ពុជាអនាគតដែលភ្ជាប់ទៅនឹង Dow Jones Industrial Average បានបន្ថែម 291 ពិន្ទុឬ 0.68% អនាគត S&P 500 បានកើនឡើង 0.79% និង Nasdaq 100 បានកើនឡើង 1.06%អរគុណលោកអ្នកសម្រាប់ការទស្សនានេះគឺជាបច្ចុប្បន្នភាពទីផ្សារប្រចាំថ្ងៃសម្រាប់ថ្ងៃទី24ខែមិថុនាឆ្នាំ2025